សែនព្រួយរួយកន់ឡងនឹកងួនអងបងគេមិនព្រោះតែសម្រស់អាណែកអូនហើយអូននេះហើយឲ្យបងខ្លោចសានឹងតែស្ដាយកាយស្រីសាច់សខ្ចីសំដីទុនភ្លុនបើបានមកបងត្រកងធ្នមបីមិនឲ្យរូបស្រីវល់ក្នុងចិនដាអូនបងស្រែកហៅអូនទេអាណែកញឹមមេឆ្លើយមកណាអូនសូមរូបស្រីប្រណីបងផងI miss you I love you ណាស់មកហើយសូមតែអូនឆ្លើយមកណាស្ងួនបើមិនបានអូនបងសាយសងខាបិសាច់អាសិនសឺកាំងតាំងមកទៀតហើយឆាប់ចេញមកភ្លាមមើលទៅគេមិននៅទីនេះទេតែគេទៅក្រុមខៃហ្វុងបាត់ហើយទេដឹងទៅហើយយកញ៉ាំទៅមកវិញណាពីបានណាស់ទៅប្រវត្តិទៅបង្កើតបិសាចបានតែវាបែកជារត់បាត់ឈឹងបាត់គេទៅដល់ក្រុងខៃហ្វុងមែនអញ្ចឹងពជារៀងពីវហើយទេវតាថ្មទេវតាភ្នំលោកដឹងថាបិសាចនេះទៅណាទេក៏វាព្រឹកបីបិសាចនេះដូចស្រាប់តែហោះចេញបោទៅកាក់កើតឈៀខាងជើងបាត់ទៅហើយខាងកើតឈៀខាងជើងគឺទីតាំងក្រុងខៃហ្វុងហើយគៀបគាត់ទៅក្រុងខៃហ្វុងតែនេះកាត់យ៉ាងម៉េចទៅយើងបញ្ញាប់តាមទៅត្រូវតែសម្រាប់គេនៅក្រុងខៃហ្វុងដល់ខ្ញុំហត់ទៅមុនឯនឹងអេលេនពឹងលើរនាស់ជួបគ្នានៅក្រុងខៃហ្វុងមើលមេចៃទៅខ្លាំងអាយ៉ាហើយខ្លាំងណាស់បងមានចម្លែកម្ល៉េះមេទៅដូចជាខ្លាំងណាស់ក្បាលយើងចឹងគួយខ្លាចមែនទៅឲ្យទៅខ្លាចមកវាជិះមកអុកលុកក្រុមខៃហ្វុងឲ្យថ្ងៃនេះទៅថាវារឿងអីកើតខ្លាចទេមកទៀតទៅដល់ខ្លាចម្ល៉េះចាំពួកយើងពីវហើយសង្ស័យតែមានទឹកចំនួនខ្លាំងទៀតទេហើយខ្ញុំនិយាយថាដល់មិនក៏ពេលតែនេះដូចចាស់ចេញទៀមទាយកមនុស្សស្រីប្រុសស្រីទៅក្បីស្រីជាថ្ងៃទី10ទៅហើយចាំបានថ្ងៃនេះទៅត្រឡប់មកវិញហើយតែបើខ្ញុំយកពីវហើយយ៉ាងមិនពីវហើយស្រីប្រុសក្រោយស៊ឺកងតាំងទៅសម្រាប់នេះហើយអមិនក៏បិសាចនេះនោះមកលុកទីក្រុងទៀតហើយមិនត្រឹមតែទីម្នាក់ទេដែលមានជំនួយការជាច្រើនទៀតផងប្រអងយើងតូចចុះសត្វពួកព្រាយបិសាចទាំងអស់តើមានរឿងអីកើតឡើងទៅប្រកាសជាស៊ឺកាំងតាំងទៅសម្រាប់វាបិសាចទៀតវាខឹងខ្លាំងពេកទៅមកទីនេះដើម្បីសងសឹកតែម្ដងទៅកាត់ព្រះអង្គឆាប់តទៅថ្ងៃនេះគឺជាថ្ងៃទី10ហើយហើយប្រគល់មនុស្សប្រុសស្រីមិនប្រុសស្រីមកមិនចឹងទេក្រុងខៃហ្វុងនេះនឹងក្លាយទៅជាដីរាបស្មើហើយ
យីបានល្អទូស្គរគ្រប់គ្រងទេវបុត្រនេះសូបានរូបស្ងួនផ្ដល់ក្តីអាណិតសូមប្រាប់ការពិតឆាប់ប្រគល់មនុស្សប្រុសស្រីក្មេងប្រុសស្រីភ្លាមមកអាយូសម្រាប់ឲ្យយើងដឹងមុនបានរៀបចំគ្រប់យ៉ាងរួចហើយឯងឆាប់ទៅប្រាប់វិស័យនេះទៅយើងបានរៀបចំរួចហើយមនុស្សប្រុសស្រីជាង 2000 នាក់កំពុងតែនៅក្នុងដំណាក់តែក្មេងប្រុសស្រីបន្តគ្រប់ទេឲ្យគេពជាពេលប្រហែលថ្ងៃទៅប្រោទុកមកខ្លាចគេខ្លាំងណាស់អាយ៉ាជុំរអ៊ូទៅតាមទៅឆាប់ឡើងឆាប់ទៅសូមទេវតាកុំអាខឹងអីព្រះអង្គបានរៀបចំមនុស្សប្រុសស្រីជាង 2000 នាក់រួចរាល់អស់ហើយក៏ប៉ុន្តែក្មេងប្រុសស្រីមិនទាន់គ្រប់ទេអូពេលនេះនៅឯណាគឺនៅដំណាក់ខាងក្រោយឯនោះនាំចេញមកទ្វារដំណាក់ខាងក្រោយនាំនោះចេញមកលបងយ៉ាងម៉េចដែរលបងពិតជាល្បីដូចឈ្មោះមែនពិតជាមានសមត្ថភាពត្រឡប់ទៅវិញខ្ញុំនឹងជម្រាបអធិរាជខួយកាងផ្ដល់រង្វាន់ឲ្យលោកប្អូនភ្លាមអរគុណលបងចាប់នាំមនុស្សប្រុសស្រីទៅនេះទៅភ្នំសូវយ៉ាងទៅមកអើណាមនុស្សបាត់មនុស្សទៅដល់អស់ហើយមិនសាយខ្យល់គួយយកមនុស្សទៅអស់ហើយក្រាបទូលលបងមនុស្សប្រុសស្រីមានគ្រប់អស់ហើយយើងលើកលែងឲ្យប្រជារាស្ត្រទាំងនេះទៅគប់លបងបញ្ជាពួកគេប្រគល់មនុស្សជាង 1000 នាក់បើមិនចឹងទេយើងនឹងត្រូវបំផ្លាញទីនេះចោលសម្រាប់មនុស្សគ្រាន់តែក្បាលដល់ដីចាំបាច់ធ្វើបែបនេះដែរលោកប្អូនស្រាប់តាមខ្ញុំទៅមិនខុសទេពេលការងាររួចរាល់អស់ហើយខ្ញុំនៅប្រាប់លោកប្អូនពីហេតុផលនៅក្នុងនោះទាំងអស់លោកប្អូនអញ្ជើញទៅចុះទេវតាអើយព្រះអង្គបានប្រគល់មនុស្សប្រុសស្រីហើយមិនក៏មិនដោះលែងពួកយើងទៀតនៅព្រឹកស្អែកอย่าប្រគល់មនុស្សឲ្យគ្រប់បើមិនចឹងទេយើងនឹងបំផ្លាញក្រុងនេះមិនខានទេសូមបញ្ជាពេលប្រហែលថ្ងៃទៀតទៅសូមបញ្ជាពេលប្រហែលថ្ងៃទៀតទៅកំណត់នៅពេលព្រឹកស្អែកបិសាយនេះឈប់កៃកាំងទៅយើងមកដល់ហើយសឹកកាំងតាំងព្រះអង្គសឹកកាំងតាំងបាយសឹកកាំងតាំងពិតជាល្អណាស់គេមកដល់ហើយសឹកកាំងតាំងពួកយើងឆាប់ចេញទៅចាស់ចំណែកអានសិនពេលនេះចំនួនមនុស្សប្រុសស្រីគ្រប់ហើយពេលនេះក្មេងប្រុសក្មេងស្រីគឺមិនសូវមានទេដូច្នេះអាសិនក៏គ្មានប្រយោជន៍អីទៀតដែរម្យ៉ាងទៀតយើងប្រើគេជាលើកចុងក្រោយឲ្យគេទៅស្លាប់ទៅឬកាំងតាំងក៏អាចជួយកម្ចាត់សត្រូវរបស់យើងបានមួយដែរបើសិនជាសម្លាប់មិនបានទេ
ទុកគេជាខ្មោចងាប់ជំនួសយើងទៅវិញសិកាតាយើងគ្មានគំនុំនឹងឯងទេហេតុអីក៏ឯងចង់សម្លាប់យើងម្ដងជាពីរដងធ្វើឲ្យយើងខូចកិច្ចការតាមមកពីអីបិសាចចង្រៃឯងនេះល្មើសនឹងឋានលើត្រូវត្រកូលនេះបណ្ដេញចេញពីវងត្រកូលនៅតែមិនចេះកែខ្លួននៅហេតុអុកឡុកនៅទីនេះរួមគំនិតនិងបិសាចផ្សេងទៀតអុកឡុកឋានកណ្ដាលសម្រាប់ជីវិតមនុស្សនាំទុកដល់ប្រជារាស្ត្រធ្វើឲ្យឋានទាំង3មានការច្របូកច្របល់ថ្ងៃនេះយើងនឹងកំចាត់បិសាចជូនប្រជារាស្ត្រសម្រាប់ឯងឲ្យបានសត្វដេរឆានដែលកាត់ចេញពីថ្មឯងនេះមិនដឹងបីខ្ពស់ដីធំនិយាយព្រាកប្រដាស់ឯងក្អាងធ្វើឲ្យខូចការយើងច្រើនពិតជាគួរឲ្យស្លាប់មែនឬមួយឯងគិតថាយើងខ្លាចឯងហើយមែនទេបិសាចឯងនេះយល់ល្អស្ដាប់សម្ដីរបស់យើងដាក់អាវុធចុះលុតជង្គង់សំទោសនឹងឯងរួចខ្លួនបើមិនចឹងទេយើងនឹងសម្លាប់ឯងជាមិនខានសំអាងលើវិជាគុណតិចតួចរបស់ឯងហ៊ាននិយាយសម្ដីក្អេងខាងបែបនេះផងពិតជាមិនចេះអៀនខ្មាស់មែនកុំទៅណាទទួលស្រីទៅបិសាចប្រគល់ជីវិតមកមកtìm ra Lan mới cho mà sao đã có chiếc của cải bên tay cao đấy có băng bà ơi chào tới
បិសាចឯនេះធ្វើព្រេះដាស់អបអបឋានកណ្ដាលនប់ទុកដល់ប្រជារាស្ត្រទោះសំតែស្លាប់ថ្ងៃនេះយើងរងយុត្តិធម៌ជួយប្រជារាស្ត្រដើម្បីឲ្យរាស្ត្របានស្ងប់ចិត្តកាំងតាំងមើលចោះគេយំហើយសាវាហើយហើយរៀបរាប់ថានេះនេះចេះយំបិសាចឯនេះធ្វើបាបប្រជារាស្ត្រចិត្តដល់ពេលស្លាប់ក៏ជាខ្លាចដែរសម្រាប់ទៅសម្រាប់គេទៅណែសម្រាប់គេទៅយើងធាក់ក្នុងដៃរបស់ឯងមានតែស្លាប់ទេយើងគ្មានអីនិយាយទេតែនឹកដល់គំនុំពូយើងមិនទាន់សងសឹកទើបយើងពិបាកចិត្តស្រក់ទឹកភ្នែកអូលោកពូឯងជាណាគេមានបញ្ហាអីកុំស្រាប់គេនិយាយព្រេប្រហែលលោកពូលោកតាស្អីទៅវាសុទ្ធតែនិយាយកុហកតែទាំងអស់ហ្នឹងគេបកកើតឬកំសុទ្ធឡើងដើម្បីអាណិតលេងគេលើកមុនពេលដែលខ្ញុំបានចូលទៅក្នុងរូងនេះក៏បានលើកគេនិយាយពីរឿងនេះដែរមើលទៅរូបរាងគេបែបនេះពូរបស់គេក៏មិនជាមនុស្សល្អដែរនិយាយទៅពូឯងជាណាពូរបស់យើងគឺជាស្ដេចនាគស៊ឺអ៊ីនៅក្នុងទន្លេលឿងត្រូវឋានលើមូលបង្កាច់ប្រហារជីវិតព្រោះតែសងសឹកឲ្យគាត់យើងយកភ្លើងដុតវាមានគូហឺបែបនេះទើបមានទោសកំហុសត្រូវដកហូតតំណែងទម្លាក់មកឋានកណ្ដាលថាម៉េចពូឯងជាស្ដេចទន្លេលឿងមិនខុសទេគាត់ត្រូវគេមូលបង្កាច់ស្លាប់នៅក្នុងដៃរបស់ចៅហ៊ីហ៊ូកុំស្រាប់គេនិយាយព្រេះប៉ុណ្ណាស្ដេចនេះមួយតមួយមិនទាំងឯងស្លាប់ក្នុងដៃមនុស្សធម្មតាបានទៅអាពិតនិយាយព្រេះប៉ុណ្ណាមែនព្រះអង្គព្យាបាលសូមក្រាបថ្វាយបង្គំព្រះអង្គដល់លើព្រះគុណព្រះអង្គទេវតាថ្មបិសាចនាគនេះនិយាយត្រូវពិតជាមានរឿងបែបនេះមែនអូកាលពីព្រះអង្គមុនកាន់អំណាចស្ដេចនាគទន្លេលឿងបានមកពន្យល់សពដល់ព្រះអង្គជំនន់ឲ្យទ្រង់ខាត់លោកឧបរាជៅនៅពេលរសៀលយាម3ព្រះអង្គក៏បានយល់ព្រមដើម្បីជួយជីវិតស្ដេចនាគដែរអ្នកណាតែដឹងថាលោកឧបរាជៅមកមើលប្រលឹងចេញពីខ្លួនប្រាណក៏សម្រាប់ស្ដេចនាគបាត់ទៅព្រះអង្គជំនន់មុនក៏គ្មានមធ្យោបាយដែរពិតជាមានរឿងបែបនេះមែនមិនខុសទេពីពេលនោះមកព្រះអង្គជំនាន់មុនមានវិបដិសារីជាខ្លាំងយល់ថាមិនគប្បីនឹងស្ដេចនាគទន្លេហួងទោះជាមានរឿងបែបនេះឯងក៏មិនគួរជួយបិសាចនាគជីវអេងនិងបិសាចខ្ទួយអុកឡុកឋានកណ្ដាលនាំទុកដល់ប្រជារាស្ត្រចឹងដែរពេលខ្ញុំលើកងើមួយពេលស្ដាប់សម្ដីផ្អែមល្ហែមរបស់នាគចម្លែកគេប្រាប់ខ្ញុំថាឲ្យតែខ្ញុំជួយរកមនុស្សប្រុសស្រីក្មេងប្រុសស្រីស្រីចំនួន3996នាក់អធិរាជខួយកាននឹងទទួលបានខ្លួនប្រាណដល់ពេលនោះខ្ញុំនឹងខ្លាយទៅជាទេវតាជួយសឹងក្តោបក្តាប់ទេវតានាគទាំងអស់មិនថាសមុទ្រនាគទាំង4ឬក៏ទន្លេបឹងបួទេសុទ្ធតែស្ថិតនៅក្រោមបង្គាប់ខ្ញុំដល់ពេលនោះខ្ញុំចង់សងសឹកយ៉ាងណាក៏បានធ្វើខុសមកពេលគឺខុសមួយជីវិតឯងក៏មិននឹកស្មានថានៅពេលគ្រោះថ្នាក់មកដល់បិសាចពឹសពុលទាំង3នាក់នោះបានទៅចោលឯងបាត់ទុកឯងចោលតែម្នាក់ឯងឲ្យនៅរងទុកទីនេះខ្ញុំមានកំហុសធ្ងន់សុកចិត្តស្លាប់តែមុនពេលខ្ញុំស្លាប់ខ្ញុំសូមគោរពសំពះលោកពូខ្ញុំនៅមាត់ទន្លេសិនបានទេមួយទៅទៀតពេលនេះដូចជាមិននិយាយកុហកទេណាគេធ្វើរឿងទាំងអស់នេះគឺអ្នកចម្លែកញុះញង់គេនិយាយតាមត្រង់ចាស់មិនអាចបន្តគេទាំងស្រុងទេទេវតាថ្មបិសាចទាំងនោះបាននាំយកមនុស្សប្រុសស្រីជាង2000នាក់ពីក្រុងខៃហ្វុងទៅហើយអូមិនខុសទេមុនពេលទេវតាមកដល់យើងខ្លាចបិសាចបំផ្លាញទីក្រុងទើបប្រគល់មនុស្សប្រុសស្រីទៅឲ្យពួកគេបើសិនជាទេវតាអាចទុកជីវិតឲ្យអៅសិនយើងឲ្យគេនាំផ្លូវទៅរកជំរុំបិសាចជួយប្រជារាស្ត្រត្រឡប់មកវិញបែបនេះនោះនឹងមានប្រយោជន៍ជួយសង្គ្រោះប្រជារាស្ត្រហើយមានសមហេតុផលអៅសិនបើយើងមិនសម្លាប់ឯងព្រមនាំយើងទៅជួយមនុស្សដែរទេឲ្យតែទេវតាទុកជីវិតមួយជីវិតនេះឲ្យសិននឹងបម្រើលោកតើជំរុំនេះចម្លែកនៅកន្លែងណានៅលើភ្នំសូយ៉ាង
ប្រងទល់មកគុំទៅភ្នំសៅយ៉ាងដែលផ្ទាល់ដើម្បីជួយប្រជារាស្ត្រប្រស្រីបង្ក្រាបបិសាចយើងដំណើរអបប្រជារាស្ត្រខៃហ្វុងអរគុណទេវតាថ្មព្រះអង្គគប់គូសាមីអូនលឺបងស្រែកហៅអូនទេអានណែមេឆ្លើយមកណាអូនបិសាចជួយប្រជារាស្ត្រនេះជាភារកិច្ចរបស់អ្នកតាំងសិលទេវតាទៅលើកនេះពេលណាទៅត្រឡប់មកវិញបើទូលមកគុំឲ្យកំចាត់បិសាចជួយប្រជារាស្ត្របានជួងនៅក្នុងវិហារសេះសដែលទូលមកគុំធ្លាប់ស្នាក់នៅគឺនឹងបន្លឺដល់ខ្លួនឯងយើងចាំទុកហើយឡោះទូលមកគុំទៅហើយតោះត្រឡប់ទៅវិញត្រឡប់ទៅវិញត្រឡប់ទៅផ្ទះរបស់ខាងនេះឈប់សិនអ្នកក្លាហានដែលមកក្រាបនេះអំបញ្ញវិញនេះគេឈ្មោះអីដែរគឺតកោសឿជាអ្នកខ្លានពិតប្រកបម្នាក់នេះកំណៃអាយសិនបានបញ្ជាក្រុមខៃហ្វុងបកគលមនុស្សប្រុសស្រីទាំងក្មេងទាំងចាស់គឺ3996នាក់ហើយគម្រាមថាបើមិនព្រមទេគេនឹងសម្លាប់ប្រជារាស្ត្រទូទាំងខៃហ្វុងនេះអ្នកខ្លានសឿជាអ្នកជួយបើមិនចឹងទេច្បាស់ជាសត្វទាំងអស់គ្នាជាមិនខានទេលោកគួរតែនឹងច្បាស់ហើយគឺបែបនេះគឺបែបនេះណាគាត់គឺជាព្រះរស់របស់ពួកយើងមែនហើយត្រូវហើយជាព្រះរស់ត្រូវហើយជាព្រះរស់ពេលខៃហ្វុងទៅភ្នំសៅយ៉ាងមានចម្ងាយ1200យោជន៍ពេលនេះពួកយើងđãជិតអស់ជាង1000យោជន៍ហើយពេលនេះប្រហែលជាជិតដល់ហើយគ្រាន់តែមិនដឹងថានេះគឺជាភ្នំអីអ្នកក្លាហានស៊ីផ្លូវនេះខ្ញុំបានដើរប្រមាណដងដែរទីនេះគួរតែជាភ្នំខៃប៉ាយអញ្ចឹងនៅចម្ងាយប្រមាណពីភ្នំសៅយ៉ាងនៅខាងលិចខៃប៉ាយនៅខាងកើតពួកយើងត្រូវតែឆ្លងកាត់ភ្នំខៃប៉ាយហើយបន្តទៅទិសខាងលិចប្រហែលជានៅ800-900យោជន៍ទៀតមកសមត្ថរស់នៅក្នុងទឹកសោះតែស្គាល់ផ្លូវលោកគោកច្បាស់យ៉ាងនេះសោះសុំទោសផងពីមុនតាក់ទងនឹងនាគចម្លែកធ្លាប់ទៅប្រមាណដងដែរខ្លួនឯងនេះធំយ៉ាងនេះហើយខ្លួនមនុស្សតូចណាប្រឹងហូបបាយយ៉ាងច្រើនហើយចុះឯងនេះធំយ៉ាងនេះហូបអស់ប្រមាណទៅឆ្អែតពេញកាពះរបស់ឯងនោះល្បងកុំសើចចំអកអីខ្ញុំមិនសើចចំអកទេខ្ញុំសួរតាមត្រង់គ្រប់វងត្រកូលនេះដែលសំសិលคล้ายទៅជាមនុស្សទើបអាចមានផ្កា3នៅលើក្បាលពុំនោះទេធាតុបិសាចខ្លាំងពេកគឺมันអាចដើរផ្លូវល្អដូច្នេះមានតែសំសិលคล้ายទៅជាមនុស្សទើបគេហៅថាទេវតានាគបានខ្ញុំមិនសួររឿងសំសិលទេខ្ញុំសួររឿងហូបបាយតាឯងដឹងតើហូបបាយក្រៅពីហូបបាយអាចនិយាយសេចក្ដីបានទេមកខ្ញុំឆ្លើយសួរចុះពេលដែលយើងคล้ายខ្លួនទៅជានាគហូបរបស់មិនដូចជាមនុស្សទេពេលคล้ายទៅជានាគមិនថាគោសេះក្របីគឺសុទ្ធតែអាចលេបទាំងមូលបានប៉ុន្តែពេលដែលខ្លួនជាមនុស្សគឺមិនដូចគ្នាទេអ្វីដែលយើងហូបគឺដូចជាមនុស្សដទៃទៀតដែរនិយាយស្រួលស្ដាប់ទៅគឺលបងជូគាត់ហូបអីសៀវឡុងក៏ហូបនឹងដែរចំណែកបរិមាណវិញលបងជូហូបប៉ុណ្ណាសៀវឡុងក៏ហូបប៉ុណ្ណឹងគឺមិនខុសគ្នាទេទេលោកមិនស្គាល់របស់ជូនេះច្បាស់ទេបាយមកពេលបើឲ្យគេហូបឲ្យឆ្អែតគេហូបអស់នំប៉ាវ40-50ភ្លៅមន់60ថែមទាំងសាច់គោ40គីឡូថែមទៀតលោកជូហូបច្រើនយ៉ាងនេះផងដូច្នេះហើយបរិមាណដែលលោកហូបគឺមិនដូចគេទេហ៎អើយបានហើយខ្ញុំគិតតែសើចចំអកឲ្យខ្ញុំអីអត់សិនណាឯងមិនដឹងទេនិយាយពីរឿងហូបបាយតកូនជូខ្ញុំគឺគិតថានោះវាជារឿងសប្បាយចិត្តបំផុតជាងគេនៅលើលោកនេះប្រចាំរបស់ខ្ញុំហើយអាចមានម្ហូបឆ្ងាញ់ថែមទៀតនោះមកផ្សំទាំងមានស្រាឆ្ងាញ់ទៀតផងនោះអាយូជីវភាពទេវតាក៏មិនអាចទប់ឈ្នះខ្ញុំដែរលបងជូជាសោយសុកអើសិនសុំសរសើរអាយ៉ាបែបនេះគេហៅថាជាសោយសុកស្អីទៅខ្ញុំចេះតែនិយាយស្អីឯងចូលចិត្តហូបស្អីដែរសៀវឡុងគ្រាន់តែចង់រៀនវិជ្ជាសិលឲ្យពូកែខ្លាំងថ្ងៃក្រោយនឹងសងសឹកឲ្យលោកពូមើលទៅឲ្យត្រូវធ្វើគេឲ្យមិនត្រូវវាសងសឹកឲ្យអត់ចេះធ្វើផ្សេងឯងគិតតែពីរឿងគំនុំត្រូវគំនុំបិទបាំងអស់ហើយមិនថាណាមិនថាល្អអាក្រក់ឲ្យតែឯងសងសឹកឲ្យឯងធ្វើអីក៏ព្រមដែរនេះជាមូលហេតុដែលឯងត្រូវនាគចម្លែកបោកប្រាស់បានជួយគេធ្វើរឿងមិនគួរគប្បីជាច្រើនអ្វីដែលខ្ញុំឆ្លងកាត់
គឺពួកលោកមិនដឹងទេធ្វើមនុស្សត្រូវចេះបែងចែកខុសត្រូវអ្វីដែលឯងឆ្លងកាត់ពិតមែនថាខ្ញុំមិនធ្លាប់តែអ្វីដែលខ្ញុំឆ្លងកាត់ឯងក៏មិនដឹងដែរបើឯងដឹងថាខ្ញុំឆ្លងកាត់អ្វីនោះឯងរឹតតែខឹងសមាជិកនេះទៅទៀតរឹតតែឈឺឆាវជាងនេះទៀតពេលនេះនិយាយមិនខុសទេតាំងពីថ្ងៃដែលសឹកតាំងចាប់កំណើតមកមិនដឹងថាមូលហេតុអ្វីទេក៏មានមនុស្សយកដៃចាក់ចំទ្រូរបស់គេហើយចាប់តាំងពីថ្ងៃនោះមកមិនដឹងថាទៅដល់ទីណាខ្លះទេហើយក៏ត្រូវគេវិដំចំធាក់ហើយនៅតាមផ្លូវគឺហូបតាហ៊ូបំពងហើយក៏ត្រូវកងសន្តិសុខចាប់គេបញ្ជូនទៅសាលាកាត់ក្តីត្រូវប្រងយកទៅដាក់ក្នុងឡដុតថ្នាំប្រងថានឹងយកគេទៅដុតឲ្យធ្វើជាថ្នាំទឹកតែដុតអត់ឆេះព្រះអង្គនៅខាងកណ្ដាលនោះហ៎គេធ្វើបែបនេះចំពោះលោកនៅជួយគេទៀតហ៎ឯខុសហើយខ្ញុំមិនមែនជួយគេទេគឺខ្ញុំជួយប្រជារាស្ត្រខៃហ្វុងជួយភាពយុត្តិធម៌បើខ្ញុំដូចជាឯងអញ្ចឹងអ្នកណាវាយខ្ញុំអ្នកណាដកដៃចាប់ខ្ញុំអ្នកណាសម្លាប់ខ្ញុំនឹងទៅសងសឹកទៅសម្លាប់គេវិញពេលនេះក្រុងខៃហ្វុងនៅខ្លាចជាសមុទ្រឈាមមិនខានពួកយើងសិតតែមានវិជាសិលសិតតែជាអ្នកសមសិលមិនអាចចិត្តចង្អៀតដូចជាមនុស្សលោកគួរតែមានចិត្តទូលាយចេះអត់ឱនយកគុណសងទោសចេះជួយអ្នកដទៃនេះទើបអ្វីដែលយើងគួរធ្វើនេះទើបសមជាអ្វីដែលយើងគួរធ្វើអ្នកក្លាហានស៊ឺលោកពិតជាអស្ចារ្យមែនបើជាមិនគិតពីគំនុំយកគុណសងទោសសៀឡុងសូមសរសើរលោកណាស់ប៉ុន្តែខ្ញុំធ្វើមិនបានទេជារកមនុស្សគឺខុសគ្នាមិនអាចបង្ខំបានទេតែយ៉ាងហោចណាស់មិនត្រូវធ្វើអំពើអាក្រក់សម្រាប់ជនស្រួលត្រង់អុកលុកខាងកណ្ដាលបើសិនជាចំណុចនេះក៏ត្រូវបាត់បង់ដែរនោះបែបនេះពួកយើងដែលជាទេវតាត្រកូលនេះមានអ្វីខុសប្លែកពីខ្មោចព្រាយបិសាចទាំងនោះទៅគេនិយាយត្រូវតាមពិតទៅខ្ញុំដូចឯងអញ្ចឹងក៏ធ្លាប់មានកំហឹងចង់សងសឹកដែរតែទីបំផុតក្តីមេត្តាក៏យកឈ្នះកំហឹងបានលោកមកណាគឺគេជាណាពួកលោកស្គាល់គេដែរកុំសួរច្រើនពេកបញ្ជាអាវុធមកធ្នមអើយធ្នមអើយស្រីឆ្លើយមិនដេចប្រងើយមិនឆ្លើយសាសមខឹងរឿងវ័យអូនមិនស្រដីតបបងឬខុសចិត្តនួនល្អងបានជាស្រីអូនខឹងប្រយោជួយ